សម្រាប់ការចូលមកកាន់នៅវីដេអូក្នុង YouTube Channel របស់ខ្ញុំបាទហើយនេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំចង់ថតបង្ហាញទៅកាន់ពុកម៉ែបងប្អូននេះគឺសកម្មភាពដែលខ្ញុំនិងបងប្រុសរបស់ខ្ញុំធ្វើការជិះទៅទិញម្ហូបហើយក៏ឆ្លៀតពេលថតនៅវីដេអូសម្រាប់ចែកជូនពុកម៉ែបងប្អូនគ្រាន់ជាការកំសាន្តអារម្មណ៍ក៏ដូចជាការទស្សនានៅសកម្មភាពខ្លះៗដែលមាននៅក្នុងរាជធានីភ្នំពេញពុកម៉ែបងប្អូនតោះពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នានេះគឺជាសកម្មភាពដែលខ្ញុំជិះម៉ូតូគឺបន្តិចទៀតនេះនឹងទៅដល់កន្លែងដែលខ្ញុំទៅចុះទិញដំបូងគឺខ្ញុំទិញត្រីបន្ទាប់មកក៏ទិញនៅចង្រិតហើយនឹងម្ជូរដើម្បីញ៉ាំពេលយប់ចឹងណាពុកម៉ែបងប្អូនតិចទៀតខ្ញុំនឹងជិះទៅដល់ខ្ញុំនឹងអត់បញ្ចូលសំឡេងទៀតទេខ្ញុំនឹងដាក់សំឡេងនៅរៀលស៊ីននៅក្នុងវីដេអូនេះតែម្ដងពុកម៉ែបងប្អូនត្រីមួយម៉ានបងបាទដាក់12000ខ្ញុំមួយបងចុះអាស្បែកជ្រូកលក់មកវិញបងអូខេបងនៅផ្សារ2002បងប្អូននេះគឺស្ថិតនៅផ្សារ2002ពេលយប់អូនយកម៉ានបាយយកម៉ាន10000អត់អីទេបងអត់អីទេអានេះត្រីទុកដុតណាប្រភេទត្រីទុកដុតពុកម៉ែបងប្អូនត្រីទុកគាត់ប្រឡាក់អំបិលដុតបងអានឹងថែមបន្លែអត់បងអូខេបងអូខេត្រីនឹងចុះតែមានបន្លែផងនេះគឺកន្លែងមួយទៀតដែលមានទាំងលក់ទាពេលយប់បាននេះលក់ទាពេលយប់អាម៉ានអត់អាម៉ាន22000តំណងđóសាច់ជ្រូកបាទអូរួចរាល់ហើយណោះរាល់ហើយអូខេទៅទិញចង្រិតទិញចរិតឬក៏ទិញទៅពឹសឥឡូវពួកខ្ញុំទិញបានសាច់ជ្រូកហើយនឹងត្រីមួយឥឡូវ
ចង់ទៅទិញចរិតថែមបងពុកម៉ែបងប្អូននិយាយទៅផ្លូវនេះមិនឆ្ងាយពីផ្ទះខ្ញុំប្រហែលទេប្រហែលជាកន្លះគីឡូគឺទៅដល់ផ្ទះខ្ញុំវិញហើយអូខេឥឡូវចូលវ៉ាវចង្រិតអូអីយ៉ាតែញ៉ាំប៉ងមកចឹងយ៉ាប៉ងបងអូខេឥឡូវចង្រិតទិញបានហើយនៅបញ្ជូមួយមុខទៀតថ្ងៃនេះពួកអីថ្ងៃស្អែកថ្ងៃសម្រាប់អញ្ចឹងថ្ងៃនេះរៀងប្រហែលជាញ៉ាំអីជាមួយគ្រួសារមកបន្តិចពុកម៉ែបងប្អូននោះមកជូនៅខាងមុខផ្លូវខាងមុខនេះដល់កន្លែងនំជូរហ្នឹងហើយអូខេដល់កន្លែងនំជូរហើយវ៉ាវជូររបស់ខ្ញុំគាត់តែចង់ចែកម្លែកជូនពុកម៉ែបងប្អូនតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនជួយ Subscribe Like Channel YouTube របស់ខ្ញុំដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើ YouTube និងផលិតនូវវីដេអូចែកជូនពុកម៉ែបងប្អូនស្ដាប់ជាបន្តសូមអរគុណពុកម៉ែបងប្អូនដែលទស្សនានៅវីដេអូរបស់ខ្ញុំ